តើអ្នកធ្លាប់មានអារម្មណ៍ខកចិត្តទេពេលដែលអ្នកធ្វើអំពើល្អទៅលើនរណាម្នាក់តែពួកគេមិនដែលតបស្នងមកវិញនៅក្នុងជីវិតយើងតែងតែចង់ឲ្យអ្វីដែលយើងផ្ដល់ទៅអ្នកដទៃត្រូវបានតបស្នងមកវិញពេលខ្លះយើងជួយគេដោយស្មោះអស់ពីចិត្តប៉ុន្តែអ្វីដែលយើងទទួលបានគឺភាពស្ងៀមស្ងាត់ឬសុំបីតែពាក្យអរគុណក៏គ្មានដែរប៉ុន្តែចូលចងចាំថាការធ្វើអំពើល្អពិតប្រាកដមិនមែនធ្វើឡើងដើម្បីរងចាំការតបស្នងនោះទេមនុស្សដែលមានចិត្តល្អពួកគេមិនរាប់ថាខ្លួនបានជួយប៉ុន្មានដងឬបានលះបង់ប៉ុន្មាននោះទេពួកគេធ្វើវាព្រោះពួកគេជឿថាភាពល្អអាចធ្វើឲ្យពិភពលោកកក់ក្ដៅជាងមុនប្រសិនបើថ្ងៃនេះអ្នកជួយនរណាម្នាក់ហើយគេមិនបាននិយាយពាក្យអរគុណសូមកុំអន់ចិត្តប្រសិនបើអ្នកស្មោះត្រង់តែអ្នកដទៃមិនស្មោះត្រង់ជាមួយអ្នកក៏កុំបោះបង់ចិត្តល្អរបស់អ្នកដែរព្រោះតម្លៃពិតប្រាកដនៃការធ្វើល្អមិនស្ថិតនៅលើអ្វីដែលអ្នកទទួលបានទេប៉ុន្តែស្ថិតនៅលើអ្វីដែលអ្នកបានផ្ដល់មនុស្សម្នាក់អាចភ្លេចនៅជំនួយរបស់អ្នកប៉ុន្តែអំពើល្អរបស់អ្នកនឹងនៅតែមានតម្លៃជានិច្ចពេលខ្លះការញញឹមមួយការលើកទឹកចិត្តមួយម៉ាត់ឬការជួយតិចតួចមួយអាចផ្លាស់ប្ដូរថ្ងៃដ៏លំបាករបស់នរណាម្នាក់បានអ្នកមិនដឹងទេថាអំពើល្អតូចៗរបស់អ្នកកំពុងផ្ដល់កម្លាំងចិត្តដល់មនុស្សប៉ុន្មាននាក់ដូច្នេះចូលបន្តធ្វើអំពើល្អបន្តចែករំលែកភាពស្រឡាញ់និងបន្តធ្វើជាមនុស្សល្អទោះបីជាគ្មាននរណាមើលឃើញក៏ដោយព្រោះនៅទីបញ្ចប់អំពើល្អគ្រប់យ៉ាងដែលអ្នកបានធ្វើនឹងត្រឡប់មករកអ្នកវិញតាមរបៀបណាមួយនិងនៅពេលវេលាដែលសមស្របណាមួយជាមិនខានធ្វើអំពើល្អមិនមែនដើម្បីឲ្យគេសរសើរឬឲ្យគេតបស្នងនោះទេប៉ុន្តែធ្វើល្អព្រោះនោះគឺជាតម្លៃពិតរបស់មនុស្សម្នាក់តើអ្នកធ្លាប់ធ្វើអំពើល្អដោយមិនរំពឹងអ្វីតបស្នងដែរឬទេបើអ្នកធ្លាប់ធ្វើអំពើល្អដោយមិនរំពឹងអ្វីតបស្នងនោះសូមសរសេរខមមិននៅក្នុងវីដេអូនេះដើម្បីឲ្យខ្ញុំបានដឹងផងបើអ្នកគិតថាវីដេអូនេះមានអត្ថប្រយោជន៍សូមជួយ follow page subscribe channel និង share វីដេអូនេះដើម្បីទទួលបានវីដេអូថ្មីៗមុនគេសូមអរគុណ